ថ្មីនេះក្រុមហ៊ុនស៊ូគីមិចបានប្រកាសថាក្រុមហ៊ុនប្រហែលជាគ្មានលទ្ធភាពដើម្បីផ្គត់ផ្គង់អតិថិជនរបស់ខ្លួនចាប់ពីខែមេសាគឺថ្ងៃទី1ខែមេសាឆ្នាំ2026ខាងមុខប្រសិនបើក្រុមហ៊ុនមិនអាចរកប្រភពបន្ថែមមកបានទៀតចំណុចនេះយើងខ្ញុំក៏កំពុងតែតាមដានការវិវត្តនេះដែរប៉ុន្តែសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាក្រុមហ៊ុនស៊ូគីមិចជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង7ហើយក្រុមហ៊ុនស៊ូគីមិចផ្គត់ផ្គង់ទីផ្សារអូស្មန် LPG នេះប្រមាណតែ 3% ប៉ុណ្ណោះនៅក្នុងទីផ្សារសរុបអំពីអូស្មန် LPG អូស្មန်នេះត្រូវបានប្រើប្រាស់សម្រាប់ឧស្សាហកម្មដូចជាផលិតកំប៉ុងដូចជាយកទៅចម្អិនតាមបណ្ដាភោជនីយដ្ឋានធំៗដូចជាយកមកចាក់តាក់ស៊ីឬមួយក៏ធ្វើជាឥន្ធនៈសម្រាប់រថតុកជាដើមឬក៏ចម្អិនអាហារតាមផ្ទះអូស្មန်នេះគឺមានការចង្អៀតតឹងជាងគេថ្មីត្បិតតែដូច្នេះក៏ដោយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងរាយនឹងធម្មពលកំពុងតែធ្វើការជាមួយបណ្ដាប្រទេសក្នុងអាស៊ានដែលជាដៃគូនិងក្រៅដើម្បីខំរកប្រភពជាមួយនឹងក្រុមហ៊ុនធំដែលនាំចូលនិងចែកចាយអូស្មန် LPG នៅកម្ពុជាសប្តាហ៍ថ្ងៃនេះយើងមានក្រុមហ៊ុន7ដែលនាំចូលអូស្មန် LPG នេះក្នុងចំណោមក្រុមហ៊ុន7នេះគឺនៅតែបន្តនាំចូល LPG ជាបន្តបន្ទាប់មកកម្ពុជាសម្រាប់ខែមិនិនានិងខែមេសាខាងមុខមានការបញ្ជាទិញយកមកដល់ហើយក្នុងស្តុកមានការដែលកំពុងដឹកជញ្ជូនជាបន្តបន្ទាប់និងមានការដែលទើបតែដាក់បញ្ជាទិញថ្មីហើយនឹងខំស្វះស្វែងរកប្រភពថ្មីបន្ថែមទៀតថ្មីនេះក្រុមហ៊ុនស៊ូគីមិចបានប្រកាសថាក្រុមហ៊ុនប្រហែលជាគ្មានលទ្ធភាពដើម្បីផ្គត់ផ្គង់អតិថិជនរបស់ខ្លួនចាប់ពីខែមេសាគឺថ្ងៃទី1ខែមេសាឆ្នាំ2026ខាងមុខប្រសិនបើក្រុមហ៊ុនមិនអាចរកប្រភពបន្ថែមមកបានទៀតចំណុចនេះយើងខ្ញុំក៏កំពុងតែតាមដានការវិវត្តនេះដែរប៉ុន្តែសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាក្រុមហ៊ុនស៊ូគីមិចជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង7ហើយក្រុមហ៊ុនស៊ូគីមិចផ្គត់ផ្គង់ទីផ្សារអូស្មန် LPG នេះប្រមាណតែ 3% ប៉ុណ្ណោះនៅក្នុងទីផ្សារសរុបដូច្នេះមានន័យថាប្រសិនបើក្រុមហ៊ុនស៊ូគីមិចមិនអាចផ្គត់ផ្គង់ចាប់ពីខែ4ទៅហើយមិនអាចរកប្រភពបន្ថែមយើងក៏នៅមានប្រភពមួយចំនួនធំទៀតដែលយើងអាចផ្គត់ផ្គង់ជូនប្រទេសយើងបានសូមបងប្អូនកុំទាន់អាចមានការព្រួយបារម្ភភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះយើងខ្ញុំសូមអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការជួយប្រើប្រាស់និងសន្សំសំចៃប្រេងឥន្ធនៈគ្រប់ប្រភេទហើយជាពិសេសអូស្មန် LPG នេះតែម្ដងតើយើងអាចជួយយ៉ាងម៉េចបានឧទាហរណ៍តាមលំនៅឋានមួយចំនួនដែលយើងប្រើ LPG យើងអាចដូរមកជាការប្រើប្រាស់ចង្ក្រានអគ្គិសនីបានយើងខ្ញុំសូមសំណូមពរឲ្យបងប្អូនពិចារណាជួយទិញចង្ក្រានអគ្គិសនីប្រើអគ្គិសនីរបស់យើងដែលអត់ឡើងថ្លៃហើយជួយសន្សំអូស្មန် LPG ឲ្យសង្គមអញ្ចឹងប្រសិនបើយើងធ្វើដូច្នេះបានឧស្សាហកម្មមួយចំនួនធ្វើដូច្នេះបានគឺយើងអាចទុកអូស្មန်នេះ LPG ដែលលំបាកនេះយកទៅឲ្យបងប្អូនរថតាក់ស៊ីបងប្អូនរថតុកហើយបងប្អូនតាមភោជនីយដ្ឋានធំៗដែលគាត់អត់អាចទៅកែអីក្រៅពីប្រើហ្គាសដើម្បីចម្អិនអាហារទេចូលរួមទាំងអស់គ្នាដើម្បីឆ្លងការលំបាកប៉ុន្តែក៏មិនត្រូវមានការភ័យខ្លាចរហូតដល់ស្លន់ស្លោដែរដោយសារតែយើងនៅតែបន្តនាំអូស្មန် LPG ជាបន្តតាមរយៈក្រុមហ៊ុនផ្សេងៗ